នេះគឺខ្ញុំមកឆ្លើយសំណួរជាច្រើនដែលសួរតាក់ទងជាមួយដំណើរកំសាន្តទៅកម្ពុជាក្រោមអញ្ចឹងខ្ញុំនឹងឆ្លើយមួយក្នុងវីដេអូនេះតែក៏ឆ្លើយមិនអស់ដែរដោយសារតែបងប្អូនសួរច្រើនមែនតើអញ្ចឹងខ្ញុំមកឆ្លើយនៅក្នុង vlog នេះតែម្ដងជាដំបូងបងប្អូនសួរថាទៅតាមផ្លូវណាហើយទៅមិនលេងបានព្រោះបងប្អូនចង់ស្គាល់ខ្លាំងមែនតើហើយខ្ញុំធ្វើវីដេអូនេះឡើងគ្រាន់តែចង់ឲ្យបងប្អូនស្គាល់កម្ពុជាក្រោមទេខ្ញុំមានវាផាគោលដៅអីផ្សេងទេអញ្ចឹងកុំទាញខ្ញុំចូលក្នុងផ្លូវអីផ្សេងណានិយាយគ្នាហើយជាដំបូងពេលយប់បងប្អូនត្រូវរៀបចំកៅអៅបងប្អូនខ្ញុំនិយាយមែនខ្ញុំយកសឹងតែមួយទូនឹងទៅតែម្ដងខ្ញុំមិនដឹងត្រូវថាយកអីខ្លះឲ្យបងប្អូនដឹងអត់បើសិនជាយើងជាស្រីស្អាតស្រួលទេកៅអៅ4 10កាផ្លេហើយតែបើយើងរៀងគីឡូរៀងឡើងហើយតោះតែយើងដាក់កៅអៅទៅច្រើនរបៀបថាយើងមានចម្រើសអញ្ចឹងណាបន្ទាប់មកម៉ោង3ភ្លឺបងប្អូនយើងត្រូវងើបឡើងរាល់ដងខ្ញុំជិះឡានក្រុងណាបងប្អូនចម្រើសឡានក្រុងក៏មានដែរប៉ុន្តែឥឡូវនេះខ្ញុំហៅតាក់ស៊ីមកយកខ្ញុំដល់ផ្ទះតែម្ដងព្រោះផ្ទះខ្ញុំនៅផ្លូវជាតិលេខ1ហើយតាក់ស៊ីជិះពីផ្ទះខ្ញុំរហូតដល់ព្រំដែនប្រវត្តិគឺអស់$70រាល់ថ្ងៃគឺអស់តែ60ទេបងប្អូនប៉ុន្តែចូលឆ្នាំអញ្ចឹងគាត់សុំថែម$10ពេលដែលភ្លឺម៉ោង6ហ្នឹងគឺដល់កន្លែងវាយប៉ាសពតតែម្ដងបងប្អូនអញ្ចឹងយើងចុះជិះតុកតុកក៏ប៉ិតយើងដើរឆ្លងក៏បានដែរប៉ុន្តែគាត់ថាអាវ៉ាន់ខ្ញុំច្រើនមែនតើហើយកូនខ្ញុំច្រើនទៀតអញ្ចឹងខ្ញុំមកតុកតុកតែម្ដងតុកតុកគាត់ដឹកអាវ៉ាន់យើងឆ្លងគាត់យក$5បងប្អូនតែយើងចុះវាយប៉ាសពតដោយខ្លួនឯងពេលយើងវាយប៉ាសពតបងប្អូននៅខាងខ្មែរយើងអត់មានគិតលុយទេគាត់អត់មានគិតលុយយើងទេដោយសារយើងខ្មែរគ្នាឯងអញ្ចឹងណាតែខាងវៀតណាមគឺគេគិតយើង50,000ដងដូចជា10000ខ្មែរយើងអីហ្នឹងបងប្អូនហ្នឹងហើយយើងវាយអញ្ចឹងអស់តែ10000ទេនៅខាងវៀតណាមអញ្ចឹងណាទាំងទៅទាំងមកខាងខ្មែរគឺគាត់យកលុយយើងទេហើយឥឡូវពេលដែលខ្ញុំវាយប៉ាសពតហើយគឺខ្ញុំមកដល់ខាងវៀតណាមហ្នឹងបងប្អូនអញ្ចឹងកូនខ្ញុំកោខ្លាំងមែនតើនៅពេលដែលខ្ញុំចាំតាក់ស៊ីខាងវៀតណាមហើយតាក់ស៊ីខាងវៀតណាមបងប្អូនជិះពីទល់ដែនហ្នឹងទៅដល់ខេត្តឃ្លៀងតែម្ដងទៅដល់ផ្ទះខ្ញុំតែម្ដងណាផ្ទះខ្ញុំចុះពីខេត្តឃ្លៀងទៅប្រហែលជា10គីឡូជាងទៀតអញ្ចឹងវាអស់$150បងប្អូនវាក្រុមនឹងតិចតួចអីទេ140អីទេហ្នឹងហើយអញ្ចឹងខ្ញុំគិតថា150តែម្ដងទៅ150ហ្នឹងយើងជិះបាន7នាក់បងប្អូនខ្ញុំជិះ9នាក់ទាំងកូនខ្ញុំតូចអត់តងលៀបទៀតអញ្ចឹងណាទាំងអស់9នាក់ក្នុងឡានបងប្អូនតែរៀងឆ្អៀតបន្តិចដែរអញ្ចឹងណាអញ្ចឹងថ្លៃឡានទាំងនៅខាងខ្មែរទាំងនៅខាងវៀតណាមគឺអស់$220ហ្នឹងគិតទៅណាបងប្អូនហ្នឹងចំណែកយើងជិះតាក់ស៊ីតែបើបងប្អូនជិះឡានក្រុងក្នុងម្នាក់គេគិត$38អញ្ចឹងបងប្អូនគុណមើលថា7នាក់អស់ប្រហែលអញ្ចឹងយើងជិះតាមតាក់ស៊ីហ្នឹងយើងចំណេញបាន40 50អីហ្នឹងបងប្អូនប៉ុន្តែអាលុយចំណេញវាអត់សូវអីទេប៉ុន្តែសំខាន់គឺយើង direct ទៅដល់ផ្ទះយើងតែម្ដងបាច់ឈប់តាមផ្លូវព្រោះជិះឡានក្រុងយើងឈប់ច្រើនតង់មែនតើអញ្ចឹងខ្ញុំខ្ជិលជិះតាក់ស៊ីហ្មងទៅវាស្រួលប៉ុន្តែបើយើងទៅគ្នាច្រើនចំណេញបើយើងទៅគ្នាតិចខាតហើយបងប្អូនហើយពេលដែលខ្ញុំទៅខាងវៀតណាមម្ដងខ្ញុំពិបាកចិត្តជាងគេគឺខាងបន្ទប់ទឹកមកបងប្អូនបន្ទប់ទឹកគឺរកបន្ទប់ទឹកស្អាតដូចខាងខ្មែរយកឃើញទេខាងខ្មែរយើងណា PTT ទេឡាយនិយាយមែនធ្វើបន្ទប់ទឹកគឺប្រណាំងប្រជែងគ្នាហ្មងស្អាតហើយបងប្អូនឃើញខ្ញុំចុះពីលើឡានអត់និយាយទៅចុះពីលើឡានអាវ៉ាន់នៅលើបេជើងអស់ហើយនិយាយគោកបៃអីក៏ពាក់មកដែរហើយមើលបន្ទប់ទឹកគេបងប្អូនអើយចន្លោះគឺគេថា relax ខ្លាំងមែនតើឥឡូវខ្ញុំធ្វើដំណើរមកដល់ព្រៃអាស័យឯងបងប្អូនខ្មែរយើងគេហៅព្រៃអាស័យបើវៀតណាមគេហៅកាំងធើអញ្ចឹងណាគេហៅហ្នឹងហើយខេត្តព្រៃអាស័យយើងហ្នឹងហើយដល់ពេលមកដល់អញ្ចឹងយើងចុះញ៉ាំបាយញ៉ាំអីរួចរាល់ហើយបាទយើងបន្តដំណើរប្រហែលជា1ម៉ោងកន្លះទៀតទៅដល់ខេត្តឃ្លៀងនិយាយរួមខ្ញុំឡើងម៉ោង3ភ្លឺខ្ញុំទៅដល់ផ្ទះម៉ោងប្រហែលជា1ថ្ងៃត្រង់បងប្អូនប៉ុន្តែបើសិនជាយើងជិះឡានក្រុងយើងឡើងឡានម៉ោង4ភ្លឺយើងទៅដល់ផ្ទះប្រហែលជាម៉ោង2ទៅម៉ោង3តាមគាត់ឈប់យូរឬក៏មិនអញ្ចឹងណាខ្លះណាម៉ោង4ក៏មានដែរហើយឥឡូវនេះគឺខ្ញុំមកដល់ច្រកចូលផ្ទះហើយណាបងប្អូនច្រកចូលផ្ទះខ្ញុំគឺទូចប៉ុណ្្នឹងឯងគឺវាចូលបានតែម៉ូតូទេហើយរហដងគឺបងប្អូនខ្ញុំគាត់មកដឹកខ្ញុំអញ្ចឹងណាប៉ុន្តែមកសាននេះគឺខ្ញុំអត់មានទេហើយគាត់មកដឹកទេគឺដើរចូលដោយខ្លួនឯងតែម្ដងហើយអត់មានប្រែប្រួលទេបងប្អូនគឺថាច្រកមិននៅគឺនៅដដែលតែម្ដងគឺថាខ្ញុំមកដល់ភ្លាមគឺ relax ខ្លាំងមែនតើហ្មងហើយមានបងប្អូនក៏មិនថាខ្ញុំនៅភូមិជាមួយគាត់ដែរខ្ញុំសួរគាត់នៅភូមិអីគាត់ថាគាត់នៅកម្ពុជាក្រោមបងប្អូនកុំយល់ច្រឡំថាកម្ពុជាក្រោមគ្រាន់តែជាភូមិមួយកម្ពុជាក្រោមគឺមានខេត្តច្រើនមែនតើហ្មងប៉ុន្តែឥឡូវគឺជាប្រទេសវៀតណាមហើយបងប្អូនចង់និយាយថាគឺខេត្តច្រើនណាស់ខ្មែរយើងគឺនៅគ្រប់ខេត្តតែម្ដងបើខេត្តខ្ញុំនៅនេះគឺខេត្តឃ្លៀងបងប្អូនមានខេត្តព្រះតាពាំងអូនិយាយទៅមានច្រើនខេត្តមាត់ជ្រូកខេត្តអីច្រើនមែនតើអញ្ចឹងបងប្អូនដែលគាត់ចេញទៅតាំងពីទូចគាត់នៅយល់ច្រឡំថាកម្ពុជាក្រោមគឺជាភូមិទូចមួយអញ្ចឹងណាមិនមែនទេបងប្អូនគឺខ្មែរយើងនៅគ្រប់ទីកន្លែងគឺច្រើនមែនតើហើយនៅតែនិយាយខ្មែរធម្មតាបងប្អូនឃើញអត់ខ្ញុំថតសកម្មភាពអ្នកណាក៏ដោយគឺគាត់និយាយតែខ្មែរទេហើយក្នុងភូមិហ្នឹងក៏សិតតែខ្មែរដែរប៉ុន្តែនៅលើខ្នល់មិញហ្នឹងគឺភាគច្រើនគឺវៀតណាមនៅអញ្ចឹងណាហើយខ្មែរយើងអ្នកខ្លះគាត់នៅលើខ្នល់ធំទៅអ្នកខ្លះក៏គាត់នៅក្នុងភូមិអញ្ចឹងទៅហើយមានអ៊ំពុំមីងជាច្រើនមែនតើដែលគាត់ចង់ស្គាល់ទឹកដីកម្ពុជាក្រោមអញ្ចឹងណាអញ្ចឹងបងប្អូនងាយស្រួលទេបងប្អូនអាចជិះតាក់ស៊ីក៏បានបងប្អូនអាចជិះឡានក្រុងក៏បានហើយយើងប្រើ Google Map ដើរលេងបងប្អូនអត់ខ្វះទេវត្តមកកណោហ្មងឥឡូវឆ្លៀតមកប្រាប់ពីកាមេរ៉ាតិចបងប្អូនកាមេរ៉ាចូលស្រុកថ្ងៃហ្នឹងឯណាអញ្ចឹងបងប្អូនអាចតម្លាក់លេខតម្លាក់ទីតាំងបានបងប្អូនហើយអ្នកដែលកក់គឺបានខ្ទង់ថ្ងៃហ្នឹងដែរអ្នកនៅពេញបានស្អែកណាកាមេរ៉ាមកគ្រាប់32ប្រភេទប្រើ Wi-Fi
ហើយនេះគឺជាកាមេរ៉ាដែលខ្ញុំដាក់ឲ្យអ៊ំខ្ញុំនៅកម្ពុជាក្រោមបងប្អូននៅពេលដែលខ្ញុំដាក់គាត់ហ្នឹងគឺមួយឆ្នាំបងប្អូនគឺនៅប្រើល្អធម្មតាតែម្ដងគឺគាត់ដាក់ចាប់មុខផ្ទះដូចបងប្អូនឃើញអញ្ចឹងណាគឺនៅល្អប្រើធម្មតាតែម្ដងអញ្ចឹងបើបងប្អូនចង់បានកាមេរ៉ាដែលច្បាស់ហើយតម្លៃធូរថ្លៃអាច voice សលេងចេញចូលបាននេះគឺបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានហើយសម្រាប់អបកាស្នាដៃខ្មែរកម្ពុជាក្រោមអាចញ៉ាំមួយត្រីចៀនសម្លទឹកអីក៏បានហ្នឹងក៏មានស្តុកដែរបងប្អូនហើយសម្រាប់ជ្រក់ចែកថានិងស្បៃក្តោបក៏មានស្តុកដែរណាហើយតិចទៀតខ្ញុំនឹងថែមម៉ឺនុយថ្មីគឺជ្រក់តកួនលាយជាមួយជ្រក់ស្បៃក្តោបហើយនឹងជ្រក់ចៃថាវយើងហើយក្នុង vlog នេះខ្ញុំអត់ទាន់ដាក់ vlog ខ្ញុំទៅលេងវត្តទេខ្ញុំឡើងច្រៀងនឹងវត្តទៀតបងប្អូនពីរអ្នកអន្លៀបពីរអ្នកម៉ែកូនគឺឡើងច្រៀងឡើងពេញវត្តតែម្ដងប៉ុន្តែ vlog នេះខ្ញុំធ្វើត្រឹមតែខ្ញុំមកដល់ស្រុកសិនអញ្ចឹងណា vlog ទី2ទី3គឺខ្ញុំបញ្ចេញសកម្មភាពខ្ញុំទៅលេងវត្តហើយតាក្នុងវត្តយើងហ្នឹងគឺមានធ្វើអីខ្លះប្រពៃណីអីខ្លះអញ្ចឹងណាហើយសាច់គោនេះគឺខ្ញុំយកមកពីខ្មែរយើងទេដោយសារតែសាច់គោនៅភូមិខ្ញុំហ្នឹងភាគច្រើនគេញ៉ាំសាច់គោយកទឹកដោះបងប្អូនអញ្ចឹងសាច់វារៀងខ្សោះអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនខ្ញុំញ៉ាំសាច់គោដែលមានរសជាតិផ្អែមអញ្ចឹងខ្ញុំយកមកពីខ្មែរយើងឲ្យគាត់ញ៉ាំអញ្ចឹងណាខ្ញុំធ្លាប់ទៅប្រេងកសាច់គោគេក៏ផ្អែមដែរប៉ុន្តែនៅភូមិខ្ញុំហ្នឹងគឺអត់មានសាច់គោផ្អែមញ៉ាំទេបងប្អូនសាច់គោសាច់ខ្សោះទេហើយមកដល់ភ្លាមអត់បង្អង់យូរទេគឺថាមួយទឹកទាំងអស់គ្នាហើយរៀបចំអាំងសាច់ញ៉ាំតែម្ដងហើយសាច់ហ្នឹងគឺខ្ញុំយក2ចំណែក5គីឡូនៅខាងម៉ាក់5គីឡូទៅខាងប៉ាហើយឥឡូវនេះបលឹមឡើងហើយបងប្អូនគឺខ្ញុំរៀបចំទៅខាងប៉ាដោយសារខាងប៉ាខ្ញុំត្រូវបាំងស្គរឲ្យប៉ាអីចឹងណាហើយទៅលេងអ៊ំពូមីងផងអញ្ចឹងទៅនាំគ្នាទៅលេងវត្តណាត់គ្នាឲ្យអស់ហើយអញ្ចឹងមកលេងម៉ាក់តាមមួយថ្ងៃទេទៅខាងប៉ាសិនហើយបានត្រឡប់មកខាងម៉ែវិញអញ្ចឹង vlog ទី3បងប្អូនចាំរងចាំមើលទាំងអស់គ្នាថាទៅលេងវត្តមានសកម្មភាពមិនខ្លះអូខេជំរាបលាបាយបាយ